សូមជូនរឿងខ្មោចដើមកងោរឿងខ្មោចដើមកងោកគោលបំណងអ្នកនិពន្ធគឺរឿងខ្មោចដើមកងោកនេះចង់រំលឹកដល់កូនប្រុសស្រីទាំងឡាយឲ្យយកចិត្តទុកដាក់ជាមួយឪពុកម្ដាយកុំឲ្យពួកគាត់រស់នៅតែឯងម្យ៉ាងវិញទៀតក្នុងនាមជាអ្នកជិតខាងគូមានទំនាក់ទំនងរាប់អានគ្នាព្រោះមានរឿងអាសន្នអន់ក្ររឿងអ្វីមួយតែងតែមានអ្នកជិតខាងនេះហើយដែលជាអ្នកជួយទាន់ពេលវេលាបាទចឹងក៏សូមបវាយអារម្មណ៍ពុកម៉ែបងប្អូនជាប្រិយមិត្តទាំងអស់គ្នាចូលមកស្ដាប់រឿងខ្មោចដើមកងោកដូចតទៅនេះបាទក្នុងសង្កាត់មួយនៃទីក្រុងភ្នំពេញមានផ្ទះមួយខ្នងសង់ពីថ្មពីជាន់និងរបងពឹតជុំវិញនៅមុខផ្ទះនោះមានដើមកងោកមួយធំមួយដើមមានម្ចាស់នោះជាស្ត្រីវ័យកណ្ដាលរស់នៅតែម្នាក់ឯងបាទកើតនៅតែម្នាក់ឯងទេកើតអត់មានអ្នកណានៅជាមួយទេបាទកើតមានកូនប្រុសម្នាក់ដែរតែកូននោះបានទៅរស់នៅបរទេសទៅបាត់ហើយបាទកូនគាត់មានកូនដែរតែទៅនៅបរទេសរីងរាល់ព្រឹងគាត់តែងតែភ្ញាក់ពីព្រលឹមហាត់ប្រាណនៅក្រោមដើមកងោកជារៀងរាល់ថ្ងៃចឹងហើយចាស់តែងតែគាត់ហាត់ប្រាណជារៀងរាល់ថ្ងៃចឹងទៅពេលព្រឹកព្រលឹមគាត់តែងតែឧស្សាហ៍ចាស់ចឹងក្រោយមកក៏បាត់គាត់ប្រមាណ 3-4 ថ្ងៃអ្នកចិត្តខាងក៏សន្និដ្ឋានថាក៏សង្ស័យក៏ដឹងថាកើតប្រហែលជាខ្យល់គួរស្លាប់ក្នុងផ្ទះបាត់ទៅហើយបាទហើយក៏ផ្ដល់ដំណឹងឲ្យកូនកើតដែលនៅបរទេសហ្នឹងបានដឹងហើយកូនកើតក៏បានត្រឡប់មកធ្វើបុណ្យសពឲ្យម្ដាយរួចរាល់ហើយក៏ត្រឡប់ទៅវិញកូនកើតអត់បាននៅទេគាត់បានមកធ្វើបុណ្យទៅឲ្យម្ដាយរួចក៏ត្រឡប់ទៅបរទេសវិញបាទហើយកូនកើតក៏បានត្រូវបានដាក់ផ្ទះលក់ជាបន្ទាន់ក្រោយពីស្ត្រីនោះបានស្លាប់ទៅក៏មានរឿងចម្លែកជាច្រើនកើតឡើងបាទនៅពេលម៉ោង 4 ឬក៏ម៉ោង 5 ព្រឹកតែងតែមានឮសំឡេងបោសសម្អាតមុខផ្ទះខ្វក់រាល់ថ្ងៃណាអ្នកនៅជាប់ផ្ទះក៏ឮសំឡេងរាល់ថ្ងៃតែម្ដងតែពេលរកមើលអ្នកបោសសម្អាតក៏បាត់ឮតែសំឡេងទៅវិញបាទពេលអ្នកស្រុកគេចង់អើតមើលថាសំឡេងហ្នឹងអ្នកបោសហ្នឹងមកពីណាមកបោសសម្រាមអីនៅហ្នឹងប៉ុន្តែគ្រាន់តែលួបមើលហ្នឹងគឺអត់មានឃើញទេបាទឮតែសំឡេងខកខ្វាដូចយើងបោសសម្រាមអញ្ចឹងណាបាទព្រឹកថ្ងៃមួយអ្នកលក់នំប៉័ងបានជិះកង់លក់តាមផ្លូវដូចសពដងកើតក៏ស្រែកពោពីននាយលក់នំប៉័ងកថានំប៉័ងអើយនំប៉័ងនំប៉័ងអើយនំប៉័ងកើតស្រែកពីចម្ងាយពេលនោះអ្នកលក់នំប៉័ងក៏ឃើញស្ត្រីកំពុងតែបោះដីនៅក្រោមដើមកងោកពេលអ្នកលក់នំប៉័ងជីទៅដល់ក៏ពុំឃើញមនុស្សក៏ហីទៅកើតខំធាក់កង់ទៅមុខតែយល់ថាដូចជាតឹងធាក់ទៅអត់ទៅមុខណាតឹងយូរមែនទែនអ្នកលក់នំប៉័ងក៏ប្រឹងធាក់កាន់តែតឹងទៅហើយក៏ជាជាប់នឹងជាមួយកន្លែងគឺអត់ទៅមុខទេជាប់នៅនឹងកន្លែងបាទធាក់អត់ទៅណាទេគឺជាប់ទៅកន្លែងនៅណាដែលអញ្ចឹងណាអត់ទៅមុខសោះបាទអត់ទៅមុខទេអ្នកលក់នំប៉័ងងាកក្រោយមកផ្លេតក៏ឃើញខ្មោចស្រីម្នាក់កំពុងចាំទាញកង់កាត់ពីក្រោយអ្នកលក់នំប៉័ងចុះពីលើកង់រត់ផងស្រែកផងបានស្រែកថាខ្មោចជួយផងខ្មោចមនុស្សម្នាផ្អើលចេញមកមើលអ្នកលក់នំប៉័ងរាប់រៀបប្រាប់គេឯងបន្ទាប់ពីនោះមកគ្រប់គ្នាដើរមកមើលឃើញកង់អ្នកលក់នំប៉័ងដួលនៅក្រោមដើមកងោកអ្នកដែលនៅម្ដុំនោះយល់ថា
ផ្ទះនេះមានខ្មោចហើយគឺជាខ្មោចម្ចាស់ផ្ទះក្រោយមកមានគ្រួសារមួយទៅនឹងផ្លាមកនៅថ្មីចម្ងាយប្រមាណជា10ទៅ20ម៉ែត្រពីផ្ទះដើមកង្កោកនឹងបុរសជាប្តីតែងតែក្រោកពីប្រលឹមពីងងឹតហាត់ប្រាណហើយក៏បានដើរកាត់ផ្ទះនោះជារឿយរាល់ថ្ងៃពេលដើរមកដល់មុខផ្ទះនោះកើតក៏ឃើញអំបោសដាក់ចោលលើថ្នល់កើតគិតថាដាក់អីអញ្ចឹងក្រែងកង់ម៉ូតូជិះមកនាំឲ្យមានគ្រោះថ្នាក់កើតក៏លើកអំបោសនោះទៅផ្អែកនឹងជញ្ជាំងរបងកើតដាក់ហើយក៏ងាកមកវិញឃើញអំបោសនៅកន្លែងដដែលហើយមើលទៅជញ្ជាំងអត់ឃើញមានអំបោសកើតក៏យកអំបោសទៅទុកម្ដងទៀតរហូតដល់មេឃភ្លឺច្បាំងអ្នកផ្ទះទល់មុខបើកទ្វារចេញមកឃើញបុរសនោះដើរចុះដើរឡើងក៏យល់ថាខ្មោចលងកើតហើយប្រហែលជាខ្មោចលងកើតហើយបងណាប្រហែលជាខ្មោចលងកើតហើយទើបស្រែកហៅស៊ូថាពូឯងកំពុងតែធ្វើអីនឹងលឺពូក៏លឺហៅដូចនេះកើតក៏ងាករកម្ចាស់សំឡេងហើយក៏តបនឹងអ្នកចិត្តខាងមុខផ្ទះនឹងថាខ្ញុំឃើញអំបោសនៅលើថ្នល់ខ្ញុំក៏យកមកទុកដាក់ខ្លាចដួលកង់ម៉ូតូអ្នកដែលធ្វើដំណើរហើយអ្នកដែលចិត្តខាងហ្នឹងក៏បានស៊ូទៀតថាចុះឯណាអំបោសឮបែបនេះកើតក៏ចង្អុលទៅជញ្ជាំងស្រាប់តែអត់ឃើញអំបោសហើយមើលទៅលើថ្នល់ក៏អត់ឃើញទៀតកើតក៏ភ្ញាក់ខ្លួនព្រែតអ្នកផ្ទះទល់មុខហៅបុរសនោះឲ្យចូលផ្ទះកើតសិនហើយរៀបរាប់ប្រាប់អំពីរឿងនេះទៅដឹងថាត្រូវខ្មោចលងក្រោយមកប្រហែលម៉ោង1រសៀលក្មេងៗឃើញដើមកង្កោកមានមលុំត្រជាត្រជឹងត្រឆៃដល់គូឲ្យចង់លេងក៏នាំគ្នាមកលេងគប់ស្បែកជើងក្រោមដើមកង្កោកនោះពេលដែលកំពុងលេងស្រាប់តែមានផ្កាកង្កោកជ្រុះមកប្រយយូរទៅក៏ជ្រុះមកកាន់តែច្រើនឡើងក្មេងៗងើយមើលទៅលើក៏ឃើញខ្មោចស្រីម្នាក់លើមេឃកង្កោកបាននិយាយថាសំលេងដែរមកពេលក្មេងៗដឹងថាខ្មោចក៏នាំគ្នារត់ចោលស្បែកជើងនៅក្រោមដើមកង្កោកពួកគេរត់មកដល់ក៏និយាយប្រាប់ឪពុកម្ដាយក៏បានជូនកូនមកយកស្បែកជើងហើយហាមកូនមិនឲ្យមកលេងនៅទីនោះនៅក្រោមដើមកង្កោកនោះទៀតឡើយយប់មួយមានបុរសម្នាក់ស្រវឹងស្រាដើរជ្រីងលោឡាមកអង្គុយក្រោមដើមកង្កោកនេះជាចំណីខ្មោចលងទៀតហើយតាមមើលបងប្អូនបុរសម្នាក់នោះលើកដបស្រាផឹកក៏ឮសូរសំឡេងមនុស្សស្រីស៊ូហ្នឹងគឺជាខ្មោចដែលខ្មោចស្រីខ្មោចយាយបីចំណាស់នឹងតែម្ដងដែលគាត់ស្លាប់តែខ្មោចគាត់ស៊ូតែម្ដងបាទគាត់ស៊ូថាត្រូវការសាច់ខ្លែមទេខ្ញុំមានសាច់ខ្លែមឲ្យពូត្រូវការសាច់ខ្លែមទេពេលនោះបុរសដែលពិសាស្រានោះកើតក៏លឺដូចនេះកើតក៏ងាកឆ្វេងងាកស្ដាំហើយមើលទៅលើស្រាប់តែឃើញខ្មោចស្រីបើកភ្នែកធំអត់មានច្រមុះសើចស្ញែងចេញថ្មិញសស្ញាញហើយក៏លើកផ្លូវមិនបង្ហាញអាយ៉ាមានផ្លូវមិនទៀតបងប្អូនបាទមានផ្លូវមិនទៀតបុរសនោះស្រាប់តែស្វាងស្រាងើបរត់លឿន
ប្រុយអូងើបរត់លឿនតែម្ដងបាទឃើញខ្មោចស្វាងស្រាងងើបរត់លឿនតែម្ដងហើយក៏បានស្រែកថាខ្មោចលងខ្មោចលងខ្មោចលងជួយផងខ្មោចលងបាទរឿងខ្មោចនេះបានលឺដល់ប្រធានភូមិមិនជឿក៏សើចហើយក៏បាននិយាយថាចង់ឃើញដល់ហើយបើខ្លាំងសាកលួងខ្ញុំមើលបើសាកលួងខ្ញុំមើលមួយសប្តាហ៍ក្រោយមកប្រធានភូមិបានជិះម៉ូតូអង្កេតការក៏បានមកដល់មុខផ្ទះខ្មោចនោះតែម្ដងបានជិះផុតដើមកង្កោកបន្តិចស្រាប់តែម៉ូតូរលត់ឈឹងបាទរលត់ហើយម៉ូតូពូប្រធានភូមិធាក់ម៉ូតូខំធាក់ហើយធាក់ទីធាក់អត់ឆេះកើតក៏ខំធាក់រហូតដល់បែកញើសបាទបែកញើសនៅតែមិនឆេះពេលនោះកើតក៏នឹកឃើញថាយ៉ាដល់សម្ដីដែលកើតនិយាយហ្នឹងនឹកសម្ដីដល់កើតថាខ្មោចចង់ឲ្យឃើញខ្មោចកើតក៏ចាប់ដើមភ័យបុកពោះរួចក៏ព្រឺសម្បុរបាទព្រឺសម្បុរខ្ញាក់អញ្ចឹងណាកើតខំប្រមូលស្មារតីប្រឹងធាក់ម៉ូតូនៅតែធាក់មិនឆេះដដែលកើតមានអារម្មណ៍កាន់តែខ្លាចខ្លាំងឡើងនេះថាចូលមានអីខ្លាចដែរតើបងប្អូនខ្លាចដែរកើតអត់ហ៊ានងាកក្រោយទេនៅតែធាក់ហើយធាក់ទៀតក្នុងចិត្តសូត្រធัวអ្នកមោផងជាប់មាត់រហូតអ្នកមោតស្សៈភគវតោអរហតោសម្មាសម្ពុទ្ធស្សៈនមោតស្សៈភគវតោអរហតោសម្មាសម្ពុទ្ធស្សៈនមោតស្សៈភគវតោអរហតោសម្មាសម្ពុទ្ធស្សៈបាទគាត់សូត្រធឿអ្នកមោជាប់រហូតបាទសូត្ររហូតបើគាត់ភ័យខ្លាំងភ័យថាខ្មោចប្រហែលជាលងហើយបាទអញ្ចឹងគាត់ស្ខំសូត្រឲ្យសូត្រទៀតទប់ទល់លេងបានបាទពេលនោះគាត់ទប់ទល់លេងបានហើយគាត់ក៏ចុះពីម៉ូតូភ្នែកសម្លឹងទៅមុខទាំងញ័រជើងញ័រដៃបណ្ដើរម៉ូតូទៅមុខយ៉ាងលឿនទៅផុតពីដើមកង្កោកបន្តិចទើបគាត់ចាប់ដើមធាក់ម៉ូតូម្ដងទៀតហើយម៉ាស៊ីនម៉ូតូក៏ដំណើរការដូចធម្មតាបាទហើយក្នុងរឿងនេះផងដែរគឺរឿងដើមកង្កោកបាទហើយក៏សន្មតថាជាប់តែត្រឹមតែឯងពុកម៉ែបងប្អូនណាបាទហើយក៏រឿងដើមកង្កោកនេះផងដែរក៏សូមជម្រាបដល់ជាពិសេសកូនទាំងអស់គ្នាគប្បីនឹងថែរក្សាម្ដាយឪពុកខ្លួនឯងដែលកើតចាស់ជរាទោះបីយើងទៅធ្វើការទីឆ្ងាយកន្លែងណាក្ដីយើងគូនឹងខលមកលេងកើតជារឿយទេមកលេងកើតជារឿយកុំទុកគាត់ចោលតែម្នាក់ឯងឯសោះព្រោះអីឪពុកម្ដាយមានតែមួយគាត់មិនអាចនឹងមានអ្នកណាជំនួសឪពុកម្ដាយបានឡើយបាទអញ្ចឹងសូមពុកម៉ែបងប្អូនជាពិសេសផងដែរកូនអស់គ្នាកុំទុកឪពុកម្ដាយចោលឲ្យសោះជាពិសេសផងដែរអ្នកជិតខាងសូមជួយយកអាសន្នអន់ក្រជាមួយគ្នាសូមទំនាក់ទំនងជាមួយអ្នកជិតខាងឲ្យបានល្អផងដែរបាទសូមអរគុណបាទដល់ពុកម៉ែបងប្អូនដែលបានចូលស្ដាប់នៅរឿងខ្ញុំហើយខ្ញុំបាទក៏សូមជូនពរជ័យសិរីជ័យមង្គលវិបុលសុខគ្រប់ប្រការកើតមានដល់ពុកម៉ែបងប្អូនសូមឲ្យមានសុខភាពល្អអនាគតបវររឿងបាទសូមអរគុណសូមជម្រាបលាបាទ